នេះគឺសាច់ជ្រូកអាំងសម្រាប់ត្រៀមធ្វើបាយញ៉ាំសាច់ជ្រូកបាយសាច់ជ្រូកណាចឹងក្បួនប្រឡាក់សាច់ពេលបងឃើញហើយដឹងតំណងមែនតែនទោះស្អីគេខ្ទឹមខៀវនៅក្នុងនោះតែក្បួនប្រឡាក់សាច់ហ្នឹងបែបណាធ្វើឲ្យសាច់ជ្រូកហ្នឹងទន់ល្មើយហើយឆ្ងាញ់មែនតែនចំពោះសាច់ជ្រូកប្រឡាក់ធ្វើបាយសាច់ជ្រូកឬក៏ញ៉ាំធម្មតាហ្នឹងគឺរើសសាច់ជ្រូកមែនតែនគឺរើសយកផ្នែកសាច់ស្មាដើម្បីឲ្យមានជាតិខ្លាញ់ហើយនឹងច្រប់នៅក្នុងផ្នែកសាច់ចំពោះការលាងសាច់ជ្រូកមុននឹងប្រឡាក់បងចង់ឲ្យបាត់ក្លិនជ្រូកហើយកុំឲ្យធំក្លិនឆ្អាបណាបងលាងអំបិលជាមួយទឹកខ្មេះដើម្បីធ្វើឲ្យសាច់ជ្រូកនឹងឡើងពណ៌ស្អាតមានន័យថាអស់រំអិលហើយអស់ក្លិនវិធីក្បួនប្រឡាក់សាច់ជ្រូកឲ្យឆ្ងាញ់បំផុតថ្ងៃនេះខ្ញុំបង្ហាញបងណាគឺប្រើម្សៅស៊ុបស្ករសម្រេចចាម្សៅស៊ុបស្ករសម្រេចហើយនឹងអំបិលពិសេសនោះបងត្រូវប្រើទឹកស្អ៊ីវកុំប្រើប្រេងខ្យងបងខ្លះប្រើប្រេងខ្យងទឹកត្រីអត់ត្រូវជាមួយសាច់ជ្រូកទេបងកាលណាភាគច្រើនសាច់ជ្រូកប្រើប្រេងខ្យងអាំងទៅអត់ស្រួយទេហើយធ្វើសាច់ស្អិតចឹងបងកុំប្រើប្រេងខ្យងប្រើទឹកស្អ៊ីវស្ករសអំបិលម្សៅស៊ុបហើយនឹងម្រេចហើយក្បួនពិសេសចុងក្រោយសម្រាប់ការប្រឡាក់សាច់ជ្រូកឲ្យឆ្ងាញ់ពិសេសតែម្ដងគឺបងកុំចោលខ្ទឹមគល់ខ្ទឹមយើងស្លឹកហ្នឹងជាមួយខ្ទឹមសយកទៅកិនឲ្យម៉ត់ឬបុកឲ្យម៉ត់ប្រឡាក់ជាមួយគឺចាប់ជាតិមែនតែនជាមួយទឹកស្អ៊ីវហើយនឹងស្លឹកខ្ទឹមគល់ខ្ទឹមនេះខ្ទឹមស្រស់ហ្នឹងបងសាច់ជ្រូកឡើងទន់ហើយឈ្ងុយ3ភូមិហើយអាំងមកគឺស្អាតពណ៌បែបនេះបង